ដែលឡៃព្រះរាជានៃកម្ពុជានិងសាធារណរដ្ឋកូរ៉េបានចាជំរុញនៅក្នុងបដិញ្ញាចិត្តនៅក្នុងការជំរុញកំណើនពាណិជ្ជកម្មទ្វេភាគីតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាកូរ៉េបានបដិញ្ញាក្នុងការជំរុញទំហំពាណិជ្ជកម្មរវាងគ្នានិងគ្នាតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលបានចូលជាធរមានកាលពីដើមខែមុននេះការបដិញ្ញាចិត្តធ្វើឡើងក្នុងជំនួបរវាងឯកឧត្តមប៉ាន់សូរ៉ាសារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងឯកឧត្តមផាជុងវុកឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជាកាលពីថ្ងៃទី3ខែឧសភាឆ្នាំ2023នេះឯកឧត្តមប៉ាន់សូរ៉ាសារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានជំរុញឲ្យភាគីទាំងពីរសហការគ្នាក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានាដែលភាគីទាំងពីរជាសមាជិកមានដូចជាអាស៊ាប់អាស៊ានកូរ៉េដើម្បីទាញយកប្រយោជន៍និងបំពេញឲ្យបន្ថែមឲ្យគ្នាឯកឧត្តមរដ្ឋមន្ត្រីបានសម្ដែងការអបអរសាទរនិងស្វាគមន៍យ៉ាងកក់ក្ដៅចំពោះឯកឧត្តមឯកអគ្គរដ្ឋទូតដែលបានទទួលបានការយកចិត្តទុកដាក់ពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំនៅព្រះរាជាណាចក្រកម្ពុជានិងបានថ្លែងអំណរគុណដល់ភាគីកូរ៉េដែលតែងតែជួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្មសេដ្ឋកិច្ចនិងសង្គមជាមួយគ្នានេះដែរឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹមថាក្នុងអាណត្តិរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតទំនាក់ទំនងទ្វេភាគីកម្ពុជាកូរ៉េនឹងកាន់តែរីកចម្រើនបន្ថែមទៀតជាពិសេសការជំរុញទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរឯកឧត្តមរដ្ឋមន្ត្រីបានសម្ដែងការពេញចិត្តនៅកំណើនពាណិជ្ជកម្មទ្វេភាគីដែលសមិទ្ធផលនេះមានការរួមចំណែកយ៉ាងសំខាន់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាកូរ៉េដែលបានចូលជាធរមានកាលពីថ្ងៃទី1ខែធ្នូឆ្នាំ2022កន្លងទៅនេះក្នុងន័យនេះឯកឧត្តមរដ្ឋមន្ត្រីបានជំរុញឲ្យភាគីទាំងពីរចាប់ផ្ដើមពិភាក្សានិងត្រៀមរៀបចំនូវការចរចាលើសេវាកម្មនិងការវិនិយោគជំរុញឲ្យលើកកម្ពស់កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀតឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានគាំទ្រនៅអនុសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រីក្នុងការទាញយកប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនិងកិច្ចព្រមព្រៀងនានាដែលភាគីទាំងពីរជាសមាជិកតាមរយៈការផ្សព្វផ្សាយសិក្ខាសាលាការរកចាការកសាងសមត្ថភាពមន្ត្រីជំនាញពាក់ព័ន្ធនានាជាដើមទន្ទឹមនឹងនោះឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានថ្លែងអំណរគុណដល់កម្ពុជាដែលតែងតែជួយគាំទ្រកូរ៉េលើបេក្ខភាពរបស់កូរ៉េក្នុងព្រឹត្តិការណ៍នានាកន្លងមកនិងប្រាជ្ញាបង្កើននៅទំហំពាណិជ្ជកម្មទ្វេភាគីក៏ដូចជាការគៀងគររកវិនិយោគិនកូរ៉េនិងបរទេសមកវិនិយោគនៅកម្ពុជាឲ្យកាន់តែច្រើនបន្ថែមទៀតភាគីទាំងពីរក៏បានបញ្ជាក់ជាថ្មីនៅការបដិញ្ញាចិត្តបន្តកិច្ចព្រមព្រៀងគឺបន្តកិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធសម្ដៅពង្រឹងពង្រីកនិងជំរុញទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មនិងការវិនិយោគរបស់ប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើនបន្ថែមទៀត